ស្ថិតនៅកណ្ដាលព្រៃភ្នំដ៏ស្ងាត់ជ្រងំឮតែសំឡេងបក្សាបក្សីនិងទឹកធ្លាក់យ៉ាងសន្ធាប់បង្កើតបានជាតន្ត្រីធម្មជាតិបំពេញលងលោមអារម្មណ៍ដល់អ្នកដែលចូលចិត្តដំណើរផ្សងព្រេងឲ្យបានសម្រាកលំហែផ្ដេចផ្ដិតជាមួយធម្មជាតិដែលកំពុងបង្អួតសម្រស់ដ៏ស្រស់ត្រកាលមិនគួរឲ្យជឿភាពនឿយហត់ទាំងប៉ុន្មានអារម្មណ៍តានតឹងក៏បានហូរទៅតាមល្បាក់ទឹកបន្សល់ទុកតែភាពស្រស់ស្រាយជ្រមុជកាយប្រឡែងលេងជាមួយទឹកជ្រោះដ៏ត្រជាក់កណ្ដាលទ្រូងព្រៃបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៅថ្ងៃនេះដែលខ្ញុំបាទនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅទស្សនាទឹកធ្លាក់ដ៏ធំអស្ចារ្យមួយកន្លែងមានទីតាំងនៅក្នុងភូមិសាស្ត្រឃុំដងពែងស្រុកស្រែអំបិលខេត្តកោះកុងនោះគឺទឹកធ្លាក់ស្ទឹងពង្រូលទីនេះពិតជាមានទេសភាពស្រស់ស្អាតខ្លាំងមែនទែនបងប្អូនដែលហ៊ុំព័ទ្ធដោយធម្មជាតិពណ៌បៃតងមានភាពស្ងប់ស្ងាត់ដែលជាទីតាំងល្អខ្លាំងមែនទែនសម្រាប់បងប្អូនយើងដែលចូលចិត្តការបោះតង់និងសម្រាប់កម្សាន្តនៅកណ្ដាលព្រៃភ្នំធម្មជាតិបាទគោលដៅរបស់ខ្ញុំគឺទៅកាន់ទឹកធ្លាក់ស្ទឹងពង្រូលជាន់ខាងលើដើម្បីបានទៅដល់ខ្ញុំត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ4ដល់ស្រុកកំពង់សិលាបោះស្ដាំតាមផ្លូវដីក្រហមត្រង់ចំណុចច្រកចេញចូលផ្លូវលបឿនលឿនយប់នេះខ្ញុំគេងនៅក្នុងរីសតម្ដុំពេជ្រនៅហើយក៏បានក្រោកតាំងពីព្រលឹមដើម្បីបានជិះម៉ូតូមើលទេសភាពនៅពេលព្រឹកដែលមានផ្សែងអាប់មានពពកហោះកាត់ចុងព្រៃព្រឹក្សាអញ្ចឹងទៅធ្វើឲ្យយើងមានអារម្មណ៍កាន់តែស្រស់ស្រាយថែមទៀតចំពោះស្ថានភាពផ្លូវវិញគឺមានសភាពលំបាកដោយកន្លែងដែរអញ្ចឹងមធ្យោបាយដែលល្អជាងគេបំផុតនោះគឺជិះម៉ូតូបាទបើបងប្អូនជិះឡានមកគឺប្រកាសជាពិបាកហើយព្រោះតាមផ្លូវកន្លែងខ្លះគឺមានកលុកធំធំមានដុំថ្មមានទឹកហូរកាត់ផ្លូវអញ្ចឹងវាប្រកាសជាពិបាកហើយសម្រាប់បងប្អូនយើងជិះឡានមកបាទខ្ញុំមកពេលព្រឹកអញ្ចឹងគឺផ្លូវមានសភាពស្ងប់ស្ងាត់ខ្លាំងមែនទែនអត់ទាន់ឃើញមានបងប្អូនយើងណាក៏ជិះកាត់នឹងទេហើយជិះចូលជ្រៅបន្តិចក៏ឃើញស្ពានដែកមួយឆ្លងកាត់ទឹកអូរមានទេសភាពស្អាតខ្លាំងមែនទែនបងប្អូនទឹកអូរនេះគឺមានសភាពថ្លាដូចកញ្ចក់អញ្ចឹងទោះបីជានៅក្នុងរដូវវស្សាមែនប៉ុន្តែវានៅរក្សាបាននូវសភាពថ្លាឆ្វង់បាទមើលឃើញសឹងតែដល់បាតដីតែម្ដងអញ្ចឹងក៏ឈប់ថតវីដេអូមួយផ្លែតដើម្បីចែករំលែករូបភាពទាំងអស់នេះឲ្យបងប្អូនយើងបានទស្សនាទាំងអស់គ្នាបាទទឹកអូរនេះហូរធ្លាក់ចុះទៅខាងក្រោមខ្ញុំឃើញកន្លែងខ្លះបង្កើតបានទៅជាជ្រោះមានទឹកធ្លាក់បង្កើតបានជាកន្លែងទេសចរបែបធម្មជាតិឲ្យបងប្អូនយើងងូតលេងកម្សាន្តហើយក៏មានបងមួយចំនួនគាត់បានបោះតង់នៅតាមមាត់ទឹកបាទហើយបាត់ទឹកវិញគឺមានពណ៌ខៀវស្រងាត់តែម្ដងហើយបើភាពថ្លាវិញគឺថាថ្លាខ្លាំងមែនទែនបងប្អូនគ្រាន់តែឃើញគឺចង់ងូតលេងតែម្ដងបាទបន្ទាប់ពីបានទស្សនាទេសភាពដ៏ស្រស់ស្អាតនេះហើយខ្ញុំបាទក៏ធ្វើដំណើរបន្តទៅមុខទៀតហើយជិះម៉ូតូមកតែមួយទេមានគ្នា2នាក់បាទបាទផ្លូវគឺមានសភាពបែបហ្នឹងបងប្អូនពេលយើងចូលមកកាន់តែជ្រៅណាបាទក៏លុករឿងធំហើយក៏មានទឹកហូរកាត់ផ្លូវអញ្ចឹងទៅហើយខ្ញុំជិះម៉ូតូអាคลิกមកបាទដូចគ្នា2នាក់ហើយរឿងទៀបអញ្ចឹងផងរឿងពិបាកបន្តិចកន្លែងខ្លះគឺកោលតែម្ដងបាទនេះស្ពានឈើបាទយើងជិះឆ្លងស្ពានហ្នឹងហើយឃើញទឹកហូរនៅខាងក្រោមបាទឈរថតរូបបន្តិចស្អាតមែនតើបងប្អូនហើយទឹកគឺថាថ្លាតែម្ដងបាទឥឡូវនេះជិតដល់គោលដៅហើយនេះយើងឆ្លងស្ពានឈើនេះមួយទៀតបាទទៅហើយបាទចុះសិនបន្ទាប់ពីបានជិះម៉ូតូចូលមកពុកពីឆ្លងកាត់ឧបសគ្គឥឡូវបានមកដល់ទឹកធ្លាក់ស្ទឹងពង្រូលហើយបាទគ្រាន់តែឃើញទឹកធ្លាក់ភ្លាមគឺខ្ញុំរំភើបខ្លាំងមែនទែនបងប្អូនហើយទឹកស្ទឹងពង្រូលនេះគឺមានប្រភពចេញពីទំនប់វារីអគ្គិសនីគិរីរំបីនៅផ្នែកខាងលើហើយក៏បានហូរធ្លាក់ជាច្រើនដំណាក់ចុះទៅផ្នែកខាងក្រោមបើយើងមើលពីខាងលើវិញគឺពិតជាសម្បើមខ្លាំងមែនទែនស្របពេលដែលរដូវវស្សាទឹកធំអញ្ចឹងគឺទឹកធ្លាក់បែកផ្សែងលម្អដោយធម្មជាតិបៃតងខ្ចីនិងផ្ទាំងថ្មធំហើយពេលព្រឹកព្រលឹមអញ្ចឹងគឺមានពពករសាត់
លាយឡំជាមួយនឹងផ្សែងអាប់យ៉ាងក្រាស់អញ្ចឹងហើយក៏ធ្វើឲ្យខ្ញុំមិនអាចផ្ដិតយកទេសភាពបានច្បាស់ល្អទេសម្រាប់បងប្អូនទស្សនាប៉ុន្តែចង់ប្រាប់បងប្អូនថាទស្សនីយភាពដែលខ្ញុំកំពុងតែឃើញផ្ទាល់ភ្នែកនេះវាពិតជាទេសភាពមួយដែលកម្របានឃើញខ្លាំងមែនទែននេះហើយគឺជាវាំងននទឹកធ្លាក់ដ៏អស្ចារ្យបំផុតហើយវាបានធ្វើឲ្យដំណើរកម្សាន្តមួយនេះពិតជាមានន័យខ្ញុំក៏បានអង្គុយនៅមាត់ជ្រោះមើលទឹកហូរត្របាញ់ខ្មួតខ្មាញ់ដោយអារម្មណ៍រំភើបពន់ពេកហើយក៏បានចុះងូតទឹកត្រជាក់ធ្វើឲ្យមានអារម្មណ៍កាន់តែស្រស់ស្រាយបន្ថែមទៀតពេលកំពុងងូតទឹកងើយមើលទៅលើឃើញសត្វបក្សាបក្សីហើយឆ្វាលតាមចុងព្រៃព្រឹក្សាមើលទៅមានក្តីសុខខ្លាំងមែនទែនទីនេះមានលក្ខណៈពិសេសជាច្រើនសម្រាប់បងប្អូនទាំងអស់គ្នាមកកម្សាន្តដូចជាមុជទឹកលេងក្នុងអាងធម្មជាតិបោះតង់រៀបចំអាហារដោយខ្លួនឯងឡើងភ្នំដើរលេងក្នុងព្រៃដោយថ្មើរជើងនៅតាមផ្លូវតូចៗនិងចំណុចផ្សេងៗទៀតទៅតាមការផ្សងព្រេងរបស់បងប្អូនទាំងអស់គ្នាទោះជាណាក៏ដោយសូមមានការប្រុងប្រយ័ត្នផងដែរចំពោះការរអិលលើផ្ទាំងថ្មខណៈដែលទឹកកំពុងតែហូរខ្លាំងនៅក្នុងរដូវវស្សាអញ្ចឹងហើយថ្មក៏មានស្លែអញ្ចឹងយើងតតែប្រយ័ត្នបន្តិចបាទមួយទៀតខ្ញុំឃើញមានសម្រាមបាទនៅទីវាលកន្លែងបោះតង់ហ្នឹងបាទគឺចោលពីវាលពីកាលតែម្ដងសម្រាមខ្លះក៏បានរសាត់ប៉ាត់ប៉ាយធ្លាក់ចូលក្នុងទឹកជ្រោះអញ្ចឹងទៅអត់ល្អទេសម្រាប់បរិស្ថានយើងហើយក៏ខូចសម្រស់ធម្មជាតិទៀតអញ្ចឹងសំណូមពរឲ្យបងប្អូនទៅកំសាន្តនៅទឹកធ្លាក់ស្ទឹងពង្រូលហ្នឹងបាទមានការទទួលខុសត្រូវខ្ពស់ចំពោះសម្រាមរបស់ខ្លួនឯងបាទបន្ទាប់ពីងូតទឹកធ្លាក់ហើយពួកខ្ញុំចំណាយពេលមួយសន្ទុះធំដែរដើម្បីគយគន់ទេសភាពសម្រាប់នៅក្រោមដើមឈើក្បែរមាត់ជ្រោះស្រូបយកខ្យល់អាកាសល្អបរិសុទ្ធសម្បូរដោយអុកស៊ីសែនធ្វើឲ្យខ្ញុំមានអារម្មណ៍ថាបំបត្តិអស់រាល់អារម្មណ៍តានតឹងទាំងប្រមាណហើយខ្ញុំជឿថានៅពេលដែលបងប្អូនយើងបានមកទស្សនាទឹកធ្លាក់នេះដែលផ្ទាល់ភ្នែកនោះក៏មានអារម្មណ៍ដូចខ្ញុំដែរបងប្អូនមានដឹងអត់ដងស្ទឹងនិងទឹកធ្លាក់ដែលដាក់ឈ្មោះថាស្ទឹងពង្រូលនេះដើមឡើយគឺសម្បូរទៅដោយសត្វពង្រូលទើបចាស់សម័យមុនបានដាក់ឈ្មោះថាទឹកធ្លាក់ស្ទឹងពង្រូលហើយរហូតមកដល់បច្ចុប្បន្នសត្វពង្រូលនៅតែមានវត្តមានច្រើននៅទីកន្លែងនេះព្រោះថាសត្វនេះគឺចូលចិត្តរស់នៅតាមមាត់ស្ទឹងដែលសម្បូរដោយចំណីនិងកន្លែងលាក់បំពួនខ្លួនយ៉ាងងាយស្រួលហើយក្រៅពីសត្វពង្រូលទីនេះក៏ជាទីជម្រកយ៉ាងសុខដុមរមនាសម្រាប់ប្រភេទសត្វព្រៃជាច្រើនទៀតហើយទាំងនេះក៏ដោយសារតែការអភិរក្សពីសំណាក់បងមន្ត្រីឧទ្យានុរក្សអាជ្ញាធរមូលដ្ឋានអង្គការដៃគូនិងជាពិសេសប្រជាពលរដ្ឋសហគមន៍យើងតែម្ដងដែលបានចូលរួមសហការយ៉ាងជិតដិតដើម្បីកិច្ចការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃនៅទីនេះឲ្យបានថិតថេរគង់វង្សយូរអង្វែងភាពស្រស់ស្អាតនៃទឹកធ្លាក់ស្ទឹងពង្រូលបង្កើតបាននូវទស្សនីយភាពអស្ចារ្យមែនទែនផ្នែកធម្មជាតិនិងមានសភាពរស់រវើកគ្រប់រដូវកាលវាពិតជាអំណោយផលយ៉ាងខ្លាំងចំពោះបងប្អូនអ្នកទេសចរដូច្នេះមានតែសំណូមពរឲ្យបងប្អូនយើងទាំងអស់គ្នាជួយរក្សាសម្បត្តិធម្មជាតិនេះឲ្យបានគង់វង្សតទៅបងប្អូនយើងបើចង់ទៅលេងទឹកធ្លាក់ស្ទឹងពង្រូលក៏អាចធ្វើដំណើរចូលតាមផ្លូវពីស្រុកស្រែអំបិលខេត្តកោះកុងបានដែរគ្រាន់តែថាបានលេងនៅទឹកធ្លាក់ជាន់ក្រោមហើយបើចង់ឡើងទៅលេងទឹកធ្លាក់នៅខាងលើត្រូវធ្វើដំណើរឡើងភ្នំប្រហែលជាជិត2គីឡូដីឯណោះតែបើសិនជាបងប្អូនយើងមិនចង់ទៅងូតទឹកធ្លាក់នៅផ្នែកខាងលើទេដោយសារតែផ្លូវលំបាកពេកនោះហើយណាមួយក៏ត្រូវចំណាយពេលរៀងយូរដែរបងប្អូនអាចលេងទឹកនៅផ្នែកខាងក្រោមក៏បានព្រោះថានៅជាន់ខាងក្រោមក៏សប្បាយមួយយ៉ាងគេមានសង់ដូចជាតូបដាក់នៅតាមមាត់ស្ទឹងសម្រាប់អង្គុយលេងនិងមានចំណីចំណុកអ្នកស្រុកលក់ដូរថែមទៀតហើយក៏មានកន្លែងលក់ម្ហូបអាហារផងដែរដោយឡែកបើនៅជាន់លើវិញគឺអត់មានទេគេចុះក៏អត់មានអញ្ចឹងគឺលក្ខណៈថាធម្មជាតិសុទ្ធសាធតែម្ដងអាចបោះតង់ធ្វើអីញ៉ាំខ្លួនឯងបន្ទាប់ពីបានសម្រាប់លំហែកាយអស់ចិត្តហើយនោះខ្ញុំក៏បានធ្វើដំណើរចាក់ចេញពីទឹកធ្លាក់ស្ទឹងពង្រូលនេះហើយចង់បន្តដំណើរទៅកាន់ទំនប់វារីអគ្គិសនីគិរីរំ3នៅខាងលើហើយតាមខ្ញុំមើលផែនទីទៅឃើញថាមានផ្លូវតូចមួយប្រហែលជាអាចចូលទៅដល់ទីហ្នឹងយ៉ាអូនេះខ្ញុំទៅគិរីរំ3ធ្វើរៀងបាក់បន្តិចផ្លូវកស៊ូទៀតអូអានេះផ្លូវតាំងពីចង្រន់មុនមកទៅអូអាយ៉ាបានទៅដល់ទៅអេតែ
តូលេងទៅមុខហើយព្រោះថាកោលម៉ូតូមែនតើខ្ញុំជិះម៉ូតូអាคลิกបាទរៀងទៀបដែរប៉ុន្តែខ្ញុំមើលទៅទោះបីជាម៉ូតូធំក៏ពិបាកដែរមិនងាយប្រហែលទេសម្រាប់ថាបកក្រោយវិញទៅដល់ពាក់កណ្ដាលផ្លូវហើយហ្នឹងណាបាទអញ្ចឹងក៏បានថតមើលទេសភាពប្រៃព្រឹក្សាឃើញពពកឃើញអីអញ្ចឹងទៅបាទក៏សម្រាប់ថាអស់ចិត្តហើយប៉ុណ្ណឹងក៏បកក្រោយវិញទៅបាទអញ្ចឹងដំណើរកម្សាន្តរបស់ខ្ញុំទៅកាន់ទឹកធ្លាក់ស្ទឹងពង្រូលគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយបើមានឱកាសខ្ញុំនឹងត្រឡប់មកទីនេះវិញអញ្ចឹងខ្ញុំបានក៏សូមបញ្ចប់វីដេអូនេះត្រឹមតែប៉ុណ្ណេះបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ហើយក៏សូមខន្តីអធ្យាស្រ័យផងដែរបើសិនជាមានការខុសឆ្គងដោយអចេតនាបាទរងចាំទស្សនាវីដេអូថ្មីៗជាបន្តទៀតពី KC Live TV និង Facebook Page Odom Gallery